នេះមិនមែនជាទីវាលខ្សាច់ឡើយផ្ទុយទៅវិញគឺជាកន្លែងកសិដ្ឋានដែលចិញ្ចឹមសត្វមាន់និងសត្វទាកន្លែងទាំងនេះគឺស្ថិតនៅក្នុងរដ្ឋរ៉ាសាល់ខេម៉ាគឺជារដ្ឋមួយដែលស្ថិតនៅក្នុងប្រទេសអារ៉ាប់រួមមិនមែនផលិតផលទាំងអស់សុទ្ធតែនាំចូលពីក្រៅប្រទេសឡើយគឺមានផលិតផលជាច្រើនដែលអាចបង្កើតបាននៅក្នុងស្រុកដូចជាសាច់មាន់ស្រស់ៗសាច់ទាស្រស់ៗពងទាពងមាន់បន្លែស្រស់ៗឥឡូវនេះខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាថាសត្វមាន់និងសត្វទាដែលយកចេញពីកសិដ្ឋានដែលយកទៅលក់នៅផ្សារនោះគឺផ្សារសត្វមានសត្វទារលកមាន់ព្រាបក្រួចដែលស្ថិតនៅរដ្ឋអាជ្ញាសត្វទាំងអស់នេះរស់រវើកនៅក្នុងទ្រុងយំជជីកចចាចជីបគេបកាបយើងអាចពិនិត្យមើលដោយខ្លួនឯងមួយណាមានសាច់មួយណាស្ទើរសាច់ហើយនឹងប្រាប់ដល់អ្នកលក់នោះអ្នកលក់នឹងចាប់យកទៅសម្អាតឲ្យបានស្អាតក្រោយមកយើងក៏ច្រកថង់យកទៅផ្ទះចង់ដឹងព័ត៌មានបន្ថែមពីតម្លៃអាច comment សួរបានអរគុណច្រើន